bạn số đây bọn bọn tầng ở chế tì slide đọc án bà ởក្នុងvideoនេះលោកគ្រូសូមលើកយកពាក្យសូដូចនឹងពាក្យមេតបាទដើម្បីមកធ្វើការបកស្រាយបង្ហាញបងប្អូនចំពោះបងប្អូនដែលមានចម្ងល់បាទតកតងនឹងពាក្យសូដូចពាក្យនេះដូចយល់ពាក្យបន្ទុយនៅក្នុងភាសាខ្មែរសូមបងប្អូនធ្វើការ comment ខាងក្រោមវីដេអូបាទលោកគ្រូនឹងព្យាយាមដោះស្រាយជូនបងប្អូនបាទអញ្ចឹងដើម្បីកុំឲ្យបងប្អូនរងចាំយូរបាទសូមរីករាយតាមដានដូចតទៅបាទបាទពាក្យមេតដែលគ្រូបង្ហាញនៅពេលនេះគឺយើងមាន2បាទគឺមេតមួយសរសេរមស្រៈអានិងដូមួយទៀតគឺមស្រៈអាតយជាងរអាចថាមេតដូចគ្នាអញ្ចឹងសូមតាមដានដូចតទៅមួយបាទមេតដែលសរសេរមស្រៈអាសដូនេះថ្នាក់ពាក្យកិច្ចស័ព្ទមានន័យថាវាស់ថ្លឹងស្ទង់បាទវាស់ថ្លឹងស្ទង់មេតទី2គឺមេតដែលសរសេរមស្រៈអានិងដូដែរថ្នាក់ពាក្យជានាមមានន័យថារង្វាស់ទម្ងន់ប្រមាណចំនួនសំទូងទំហំរូបស្បាតបាទរូបស្បាតអញ្ចឹងដូចជាមេតមនុស្សបាទមេតមនុស្សមេតធំមេតតូចបាទគឺប្រើមេតនឹងឯងបាទមេតនេះហើយមួយខាងលើនេះរង្វាស់មេតហ្នឹងគឺយើងຂະຫນາດបាទគេហៅຂະຫນາດមេតណាបាទអញ្ចឹងឧទាហរណ៍មេតធំមេតតូចមេតប៉ុនគ្នាជាដើមនេះមេតទី3បាទទី3គឺមស្រៈអាតយរនេះមេតនេះថ្នាក់ពាក្យជានាមមានន័យថារូបរាងរូបស្បាតឬក៏ទំហំឧទាហរណ៍មេតប៉ុនគ្នាបាទមេតប៉ុនគ្នាគឺទៅវាមេតទាំងពីរនេះស្តៀងគ្នាដែរណាបាទទាំងពីរពាក្យនេះអញ្ចឹងតកតងទៅនឹងពាក្យសូដូចនឹងពាក្យមេតបាទដែលខ្ញុំបាទបង្ហាញនៅពេលនេះសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយបាទអរគុណ